សួស្តីអតិថិជនទាំងអស់គ្នាថ្ងៃនេះយើងមក review រថយន្ត Avata 07 Series ឆ្នាំ2026 Model EV ដែលទំនើបនិងប្រណិតបំផុតគ្រប់បច្ចេកវិទ្យា High End ទាំងអស់ត្រូវបានរួមបញ្ចូលនៅក្នុងរថយន្តទាំងពីរនេះកម្លាំងអាគុយនិងសមត្ថភាពបើកបរ Avata 07 ឆ្នាំ2026 នេះប្រើកញ្ចប់អាគុយ LFP ទំហំ 82.16 គីឡូវ៉ាត់ម៉ោងសាកពេញអាចជិះបានរហូតដល់ 650 គីឡូម៉ែត្រគ្រប់គ្រងការសាកល្បឿនលឿន Fast Charge 30 ទៅ 80% ត្រឹមតែ 17 នាទីប៉ុណ្ណោះរហ័សពិតៗបង្កើតមកមានប្រព័ន្ធការពារកម្ដៅនិងជម្រាបទឹកដើម្បីធានាសុវត្ថិភាពពេញលេញក្នុងការបើកបរកម្លាំងម៉ូទ័រសន្ទុះពី0ទៅ100 គីឡូម៉ែត្រក្នុង1ម៉ោងត្រឹមតែ 3.9 វិនាទីល្បឿនលឿនខ្ពស់បំផុត 200 គីឡូម៉ែត្រក្នុង1ម៉ោងច្បាស់ណាស់ការបើកបរមានល្បឿនលឿនហើយ smooth ខ្លាំងមែនតើចំណែកឯចង្គៀង daytime running light រាងវា slim ស្អាតដាច់ខ្លួនចេញពីគ្នាតែម្ដងចង្គៀងមុខ Far Code Auto ដោយស្វ័យប្រវត្តិមាន sensor ចំនួន 6 គ្រាប់ចំណែកឯ logo ខាងមុខវិញយើងមិនប្រើជាប្រភេទ logo ដូចឡានធម្មតាទេប៉ុន្តែជាអំពូល LED បញ្ចូលលើតួខ្លួនឡានធ្វើឲ្យរចនាមក luxury ជាងមុនមានកាមេរ៉ាព័ទ្ធជុំវិញ 360 ដឺក្រេខាងលើផ្នែកខាងមុខមាន sensor រួមជាមួយនឹង lidar ដែលអាច scan ឧបសគ្គបានរហូតដល់ចម្ងាយ 250 ម៉ែត្រជួយក្នុងការបើកបរនិងសុវត្ថិភាពខ្ពស់តោះមកប្រៀបធៀប Avata 07 Option Elite និង Avata 07 Option Max យ៉ានកង់មានទំហំ 21 អ៊ីងជាប្រភេទ Forged Aluminum Avata 07 Option Max មានប្រព័ន្ធវាស់សម្ពាធខ្យល់ 4 កង់បូមខាងមុខ Double Wishbone Independent Suspension បូមខាងក្រោយ Multi-link Independent Suspension ដែលជា Air Suspension សេរីខ្ពស់ទាបតាមតម្រូវការដែលយើងចង់បានសម្រាប់ Avata 07 Option Elite មិនមាន Option Air Suspension ទេមាន Magic Carpet Suspension ជាមួយនឹង lidar ចាប់ផ្លូវខាងមុខបើផ្លូវខាងមុខវារលាក់វានឹងកែបូមឲ្យ smooth ដោយស្វ័យប្រវត្តិត្រង់ឃ្លុបខាងមុខនេះយើងអាចផ្ទុកបានចំណុះរហូតដល់ 90 លីត្រចំណែកឯទំហំឃ្លុបខាងក្រោយយើងអាចផ្ទុកចំណុះបានរហូតដល់ 610 លីត្រ Door Handle ជាប្រភេទលឹបចេញចូលតួខ្លួនឡាននៅពេលដែលយើង lock មើលទៅវា smooth ស្អាតខ្លាំងមែនតើខាងក្រោយ LED រចនាបែប premium luxury ខ្លាំងមែនតើហើយមាន sensor ចំនួន 6 គ្រាប់កាមេរ៉ា 2 គ្រាប់ខាងលើ1គ្រាប់និងខាងក្រោម1គ្រាប់គាំទ្រការសាកថ្មលឿន 30 ទៅ 80% ប្រើពេលត្រឹមតែ 17 នាទីប៉ុណ្ណោះគឺសាកល្បឿនលឿនជាង EV ជាច្រើនក្នុងខ្លះដូចគ្នាតែអេក្រង់ខាងក្នុងអេក្រង់តាប់ឡូមានទំហំ 35.4 អ៊ីងកម្រិត 4K និងអេក្រង់កណ្ដាល touch screen មានទំហំ 15.6 អ៊ីងកម្រិត 2K ផងដែរចំណុចពិសេសមួយទៀតនោះគឺយើងអាចប្រើជា voice control បានទៀតផងមាន speaker រហូតដល់ 25 គ្រាប់កម្រិតសំឡេង 2000 V បូករួមជាមួយនឹង surround sound ផងដែរដៃចង្កូត electronic warm leader កៅអី Napa leader មាន massage ក្តៅត្រជាក់និងមានទម្រជើងផងដែរមានបង្កប់ទូទឹកកកនៅប្រឡោះកណ្ដាលមើលទៅ clean និង luxury ខ្លាំងមែនតើមានឆ្នាំងសាវ wireless 50 W កាមេរ៉ា 360 ដឺក្រេផងដែរចំណែកឯផ្នែកកៅអីខាងក្រោយវិញមានទំហំធំទូលាយមានអេក្រង់បញ្ជាកៅអី massage ក្តៅត្រជាក់បញ្ជា sunroof ខាងលើបានទាំងអស់ចំណែកឯប្រភេទទ្វារខាងក្នុងវិញយើងប្រើជាប៊ូតុងបិទបើកនិងមានភ្លើង highlight មើលទៅពិតជាស្រស់ស្អាតនិងទាក់ភ្នែកខ្លាំងមែនទែនសម្រាប់រថយន្តនេះផងដែរមានតម្លៃត្រឹមតែ $40,000 ជាងតែប៉ុណ្ណោះសម្រាប់បងដែលចាប់អារម្មណ៍អាចមកទស្សនានៅក្នុង showroom លើផ្លូវសហព័ន្ធរុស្ស៊ីជាប់ស្ពានអាកាស 7 មករាឬក៏តាក់ទងមកតាមលេខទូរស័ព្ទខាងក្រោមនេះ